វីរៈកងទ័ពកម្ពុជាបានបំផ្លាញលុយថៃជាង10លានដុល្លារក្នុងរយៈពេលមួយពព្រិចភ្នែកក្រោយវីរៈកងទ័ពកម្ពុជាបានបាញ់ទម្លាក់ Dominator XP ដែលជាយន្តហោះបច្ចេកវិទ្យាហោះហើរគ្មានមនុស្សបើកឬហៅថាយន្តហោះស៊ើបការដ៏ទំនើបរបស់កងអាកាសរបស់ថៃដែលបានប្រើប្រាស់មកស៊ើបការនៅក្នុងព្រំដែនរបស់កម្ពុជាថ្ងៃនេះខ្ញុំនឹងបកស្រាយកាន់តែច្បាស់ថាហេតុអ្វី Dominator XP មានតម្លៃថ្លៃខ្លាំងដល់ថ្នាក់នេះហើយវាមានគុណសម្បត្តិយ៉ាងណាទៅបានជាថៃខាតបង់ខ្លាំងយ៉ាងនេះនៅពេលដែលកម្ពុជាបានឲ្យវាក្លាយជាអេតចាយនៅក្នុងព្រំដែនរបស់កម្ពុជាយន្តហោះ Dominator XP គឺជាបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកហៅថា UAV ដ៏ទំនើបដែលកងទ័ពអាកាសថៃដែលហៅកាត់ថា RTAF បានប្រើប្រាស់ Dominator XP គឺជាដ្រូនខ្នាតធំដែលហៅកាត់ថា MEL ឬមកពីពាក្យពេញថា Medium Altitude Long Endurance ដែលផលិតដោយក្រុមហ៊ុន Aeronautics របស់ប្រទេសអ៊ីស្រាអែលវាកែច្នៃពីយន្តហោះ Civil ដែលត្រូវបានគេដោះកៅអីចេញពីទូខ្លួនរបស់យន្តហោះទាំងមូលដែលមកពីយន្តហោះប្រភេទ Demon DA42 ដែលជាយន្តហោះម៉ាស៊ីន2ហើយគេយកយន្តហោះនោះមកដកកៅអីចេញបន្ទាប់មកទៀតគេបំពាក់ប្រព័ន្ធស្វ័យប្រវត្តិនិងឧបករណ៍ស៊ើបការចូលទៅជំនួសវិញផងដែរបើក្រឡេកទៅមើលសមត្ថភាពរបស់វាវិញវាអាចហោះហើររយៈពេលរហូតដល់ទៅ20ទៅ28ម៉ោងជាប់គ្នាយកតែម្ដងចំពោះកម្ពស់ដែលអាចហោះហើរបានវាអាចហោះចន្លោះពី 9000 ម៉ែត្រឬ 9 គីឡូម៉ែត្រហើយតួនាទីរបស់វាគឺសម្រាប់ធ្វើកិច្ចការចារកិច្ចជាច្រើនដូចជាការស៊ើបការតាមដានការថតរូបពីលើអាកាសជាដើមឧបករណ៍ដែលបំពាក់ពីលើវាមានកាមេរ៉ាកម្ដៅមានកាមេរ៉ាពង្រីកច្បាស់ខ្លាំងនិងប្រព័ន្ធរ៉ាដាដែលអាចមើលធ្លុះពពកឬអាចមើលនៅពេលយប់បានផងទៀតនោះហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមិនចាំបាច់ត្រូវការអ្នកបើកបរទេព្រោះវាគឺជាយន្តហោះដ្រូនផងដែរកាលណាពេលយើងក្រឡេកមកមើលពីតម្លៃនិងចំនួនដែលក្រមយោធារបស់សៀមកំពុងតែមានបច្ចុប្បន្ននេះវិញយោងទៅតាមការចុះផ្សាយកាលពីឆ្នាំ2018កងទ័ពថៃបានចុះហត្ថលេខាទិញប្រព័ន្ធដ្រូននេះពីក្រុមហ៊ុន Aeronautics ក្នុងតម្លៃប្រមាណជា27លានទៅ30លានដុល្លារសហរដ្ឋអាមេរិកជាមួយនឹងកញ្ចប់ប្រព័ន្ធតែម្ដងដែលរួមមានដូចជាយន្តហោះដ្រូននេះចំនួន3គ្រឿងស្ថានីយបញ្ជាលើដីដែលហៅថា Group Control Station គ្រឿងបន្លាស់និងការវឹកវើដល់បុគ្គលិកជាដើមដែលអាចគិតជាមធ្យមមានតម្លៃចន្លោះពី9លានជាងទៅ10លាននៅក្នុងមួយគ្រឿងផងដែរដោយសារតែវាបានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើននៅខាងក្នុងដូចជាទី1ប្រព័ន្ធស៊ើបការឬហៅថា Pilot កាមេរ៉ាដែលអាចថតច្បាស់ពីកម្ពស់រាប់ពាន់ម៉ែត្រនិងប្រព័ន្ធរ៉ាដាដែលអាចផ្ដល់រូបភាពច្បាស់ទោះបីមានពពកបាំងក៏ដោយទី2គឺប្រព័ន្ធបញ្ជាដែលហៅថា Data Link បច្ចេកវិទ្យាដែលអាចឲ្យអ្នកបញ្ជានៅដីបញ្ជាយន្តហោះបានក្នុងរយៈចម្ងាយឆ្ងាយរាប់រយគីឡូម៉ែត្រតាមរយៈផ្កាយរណបផងដែរទី3ចុងក្រោយគេនោះគឺរយៈពេលហោះហើរតែម្ដងដែលសមត្ថភាពហោះហើររបស់វាអាចហោះបានជិត30ម៉ោងដោយមិនចាំបាច់ចាក់សាំងគឺជាបច្ចេកវិទ្យាដ៏ស្មុគស្មាញបំផុតមួយដែលធ្វើឲ្យវាមានតម្លៃថ្លៃហើយយន្តហោះមួយនេះប្រសិនបើទិញវានៅក្នុងតម្លៃទូខ្លួនតែមួយប៉ុណ្ណោះវាអាចមានតម្លៃចន្លោះត្រឹមតែ3លានជាងតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាជាមួយនឹងការបំពាក់នៅបច្ចេកវិទ្យាបន្ថែមនៅខាងក្នុងដែលធ្វើឲ្យវាមានតម្លៃរហូតដល់ក្បែរ10លានតែវាជារឿងល្អខ្លាំងមែនទែនដែលវីរៈកងទ័ពរបស់កម្ពុជាបានបង្ហាញសមត្ថភាពបាញ់ទម្លាក់វាមួយគ្រឿងបាត់ទៅហើយកាលពីម្សិលមិញនេះបានន័យថាថៃបានយកលុយជាង10លានដុល្លារមកធ្វើជាអេតចាយបោះចោលនៅក្នុងព្រំដែននៃប្រទេសកម្ពុជា